ចំណងជើងនៃព្រះបន្ទូលគឺយើងដើមជីវិតយើងនៅដើមឆ្នាំនេះជាមួយអ្វីដែលយើងមានឥឡូវអរអ្នកបងប្អូនសាកសម័យមើលតើបងប្អូនកំពុងមានអីបងប្អូនកំពុងតែធ្វើអីបងប្អូននៅចំណុចណានៃជីវិតអរអ្នកបងប្អូនបើបងប្អូនជាអ្នកធ្វើការបងប្អូនពិចារណាមើលក្នុងឆ្នាំ2025បងប្អូនធ្វើបានអីល្អបំផុតហើយអ្វីខ្លះដែលបងប្អូនត្រូវកែតម្រូវអ្វីដែលបងប្អូនត្រូវធ្វើឲ្យប្រសើរជាងណាការដែលឆ្នាំ25កន្លងមកអញ្ចឹងបងប្អូនត្រូវមើលវាប៉ុន្តែបើឆ្នាំ25បងប្អូនធ្វើវាអត់បានល្អទេបងប្អូនកុំអន់ចិត្តហើយកុំបន្ទោសខ្លួនឯងពីព្រោះមនុស្សកាលណាបន្ទោសខ្លួនឯងកាន់តែច្រើនភាពអវិជ្ជមាននឹងកើតឡើងមកតែខ្លាំងដើមឆ្នាំនេះយើងមើលដៃយើងតែយើងមានអីយើងអាចធ្វើអីបានប្រហែលបងប្អូនខ្លះត្រូវបានគេលើកតម្ដែងនៅក្នុងឆ្នាំថ្មីនេះមានអ្នកខ្លះត្រូវគេបានតម្លើងវគ្គខែច្រើនប៉ុន្តែកាតព្វកិច្ចនៃការទទួលខុសត្រូវការងារធំជាងមុនតែអ្នកខ្លះទៀតប្រហែលជាតំណែងដដែលលុយក៏មិនឡើងហើយអ្នកខ្លះទៀតប្រហែលជាបាត់បង់ការងារទៀតផងអញ្ចឹងបងប្អូនជួបគ្រប់រឿងទាំងអស់នៅក្នុងជីវិតរបស់យើងប៉ុន្តែគ្មានអ្វីមួយដែលនៅក្រៅពីផែនការរបស់ព្រះអង្គទេបងប្អូនទៅចាំគ្រប់ទាំងអស់ដែលកើតឡើងក្នុងជីវិតរបស់យើងគឺជាផ្នែកមួយនៃផែនការរបស់ព្រះអញ្ចឹងបានខ្ញុំអញ្ជើញឲ្យបងប្អូនមកមើលព្រះបន្ទូលព្រឹកនេះគឺបងប្អូនមានអីនៅក្នុងដៃពេលបងប្អូនចង់រកស៊ីចំណុចដំបូងគេគឺបងប្អូនមើលពីលទ្ធភាពខ្លួនឯងថាខ្ញុំអាចវិនិយោគអីខ្ញុំមានទុនប្រមាណទើបយើងអាចរកផលចំណេញឬក៏អាចយកទៅធ្វើការរកស៊ីបានតែបើបងប្អូនគ្មានទុនសោះធ្វើម៉េចដើម្បីមានទុនគេអញ្ចឹងការដែលមើលខ្លួនយើងថាខ្ញុំកំពុងនៅចំណុចណាហើយខ្ញុំមានអីនៅក្នុងខ្ញុំរឿងសំខាន់កុំមើលអ្នកដទៃកុំមើលថាអូគេមាននេះគេមាននោះហើយធ្វើខ្លួនឯងខូចចិត្តហើយបាក់ទឹកចិត្តត្រូវមើលថាតើយើងមានអីជាជាងតែយើងមើលអ្នកដទៃគេមានអីអាមែនបងប្អូនអញ្ចឹងក្នុងព្រះគម្ពីរនេះខមណានចំពុក4ខ2បើអរអ្នកបងប្អូនអានគម្ពីរត្រង់នេះនោះបងប្អូននឹងឃើញព្រះអង្គម្ចាស់បានសួរទៅកាន់លោកថាតើអ្នកមានអ្វីនៅក្នុងដៃហេតុអីបានជាព្រះអង្គម្ចាស់សួរសំណួរបែបនេះទៅកាន់លោកមូសេពីព្រោះនៅពេលដែលមានការបបួលឲ្យទៅធ្វើការងារមួយដែលខ្លួនមិនប្រកាសថាធ្វើបានខ្លួនប្រកាសជាបដិសេធលោកម៉ូសេបានបដិសេធជាមួយនឹងព្រះថាលោកអត់មានសមត្ថភាពលោកមិនអាចស័ក្តិសមទៅចូលជួបស្ដេចនិយាយជាមួយស្ដេចបានទេណាជាងនោះទៅទៀតគឺម៉ូសេធ្លាប់រត់គេចចេញពីផារ៉ោនពីព្រោះផារ៉ោនដេញប្រមាញ់ម៉ូសេគ្រប់ទីកន្លែងទាំងអស់ព្រោះជាគំនុំឈាមណាម៉ូសេធ្លាប់សម្លាប់គេនៅក្នុងអេស៊ីបហើយរត់គេចទៅវាលហោស្ថានអញ្ចឹងសម្រាប់ម៉ូសេវិញនេះឲ្យទៅប្រឈមមុខជាមួយសត្រូវរបស់ខ្លួនម្នាក់ដែលដេញសម្រាប់ខ្លួនគឺម៉ូសេពិបាកមែនទេអញ្ចឹងព្រះសួរថាដើម្បីឲ្យប្រកាសថាម៉ូសេអាចទៅប្រឈមមុខជាមួយនឹងសត្រូវហើយមានសំអាងពឹងអាងបានព្រះអង្គសួរនៅសំណួរសាមញ្ញមួយព្រះអង្គសួរថាអ្នកមានអីនឹងដៃបើកាលណាយើងដឹងថាអាវុធនៅដៃយើងខ្លាំងហើយយើងអត់ខ្លាចសត្រូវយើងទេមែនទេលោកអ្នកបងប្អូនមែនទេបាទបើយើងជាប្រទេសមួយដែលមានប៉ាម៉ាណូហើយតើយើងមានអីទៅខ្លាចជាមួយអ្នកដទៃយើងអត់ខ្លាចទេម៉ូសេអត់ប្រកបច្បាស់ខ្លួនឯងធ្វើអីហើយម៉ូសេក៏មិនចង់ត្រឡប់ទៅដែរពីព្រោះម៉ូសេអត់ដឹងថាខ្លួនឯងមានអីព្រះសួរសំណួរនេះមកកាន់អស់លោកអ្នកបងប្អូនដែរនៅដើមឆ្នាំ2026នេះតើអ្នកមានអីនៅដៃអ្នកមានដើមទុនអីអ្នកអាចចាប់ដើមអ្វីដែលអ្នកកំពុងតែមានព្រោះពេលខ្លះរឿងរ៉ាវជាច្រើនអ្នកប្រហែលជានិយាយទៅកាន់ព្រះថាព្រះអង្គកូនបោះបង់ហើយកូនលែងចង់ធ្វើហើយកូនលែងចង់ទៅវិហារទៀតហើយកូនលែងចង់បំរើទៀតហើយកូនបដិសេធការនេះការនោះការនេះជាច្រើនរឿងនៅក្នុងជីវិតយើងថាខ្ញុំលែងចង់ធ្វើហើយពីព្រោះជំងឺដ៏ធំបំផុតគឺជាជំងឺផ្លូវចិត្ត
để bên đó nè bom ôn lên miên tất chất thôi hời cứ lên chọn từ một tại pre ôn quân vợ để bên đó nè bom ôn sẵn sảy để bên đó nè bom ôn chọn bom bom và ông xua bom ôn tha nè miên ấy đừng này bên là dương lịch dương đó kia xuất tại miên đó bom đừng này amen dương đó kia xuất tại miên đó bom đừng này là bom dương tại chi chiên là dương mơ đại dương mơ đại nè ở tây dương mơ đại nè ở tây hay rồi lại hay chuẩn này biện đi bom bị cha là một chấm dương mơ đại nè ở tây dương mơ ở đây là cây miến hay rồi lại bạc lại thay chúng ta một cá tới cái này bóng cô thôi một cá tới cái này cô không biết là tập hiệp thì cô bạc ai không biết thi để thôi chỉ vẫn muốn đi vào xa ban thì tại pre prap dương thả trôi vô ở vẫy đây miền đường này hai tới chúng mới đứng biết để không đường đấy mà bọn ăn cho mà khó thì biết khó bay và ăn ban ai mua xe người trao tầm phong đây là này phải từng đây bên đây lúc mua xe vào lấy tầm phong chỉ chơi để ngoắc tăng bị năm na ấp đấng bỏ từng đấy chơi lúc và lọt tới chỉ miền chỉ vớt amen mua bê ra ông nè bông ôn kết tha ở mấy đâu nè bông ôn cắn từng tay nó cứ chiều với để ngoan nó bỏ để ngoan cứ ở bên tôi nặng bị sai nó bỏ để ngoan cứ ở bên là nặng cũng nó bỏ để ngoan cứ không biết tầm lại vậy bông ôn tam xem sắp xem nó không nè bông ôn nó bỏ để ngoan hơi cứ không biết là nặng ai tầm lại tê để ông nè bông ôn kết tha không biết tầm lại không biết tôi nặng bị sai và ông trai khai về tới chỉ vớt amen và ông trai khai nó bỏ để ngót lên đường này để dân can rót sắp năm đi tới chỉ vớt hai mình thường là miền chỉ vớt tê có bốn nơi mới xong cứ chỉ vớt mùi để mà được phong thành lại thay lại từ bốn nó ăn khai chỉ sạch tôn dài thế sắp tuần sai vậy đấy có một rốt tầm căng rốt tầm bông ai rốt tầm lê soft spy bia đấy có rôm bia cua sả lách ta đã qua đây vô xếp bỏ từng đấy mình bên chưa tuần sai thế anh em có chị ấy ghê chị pua bà cụ mình đến khơi pua mày đá bao bốn rót lớn đây cứ chia rồi bỏ mà giang đại nét đầu tây khang chi chỉ vật mình mấy con ta chỉ đón chơi để nâng tay bao nè bông ôn để không biết làm vậy chắc trong tiên trong năm ở đó mà nè bông ôn mau bị cha là ra cho mình bê khang nó chịu bao nhiêu dừng nơi chịu muối nâng ca nâng du bê dừng làm ai làm lại giờ ai làm lại thế đây để cho mà xa vậy bê khác dương nơi trong mùi mầm nút để dương sẵn lánh dù bê cái sẵn lánh thông ta giờ ai làm lại như thế tại một bê để bắt con cho bạn điểm rõ ôi lúc cứ là ổn ta lúc cứ sẵn lánh cái ông ta ôi lúc cứ số sống tóc cái ông ôi lúc cứ tính trong tay cái ông chăm còn tới ba đấy bằng nực khởi nhé tại bê cửu nấy ai làm lại thì rồi có bao nhiêu đấy ai làm lại thì bao nhiêu cái bao đấy ai làm lại hay đấy bị luôn dừng nơi chụp người bia du bê amen đôi đại nhân cắn nhỉ cắn từ bốn này tái nhỉ vậy đại nhân cái thằng ngon bắt tay nhỉ vì nơi chụp người dân du bê du rồi hốt tọt ra dân lấy thầy dân miên tầm bom có này bọn ông bạc nè thà áo mấy đây nè miên là lần tay đó rồi tay chụp người bia chứ bạn đừng là bom ôn miên đây lần tay bây giờ chưa thà ông này bom ôn lần miên là vậy mùi lần tay hai bom ôn lần rap rap luôn ai tha tôi mong công miên càng gì để tôi mong công ai bắt to chị đang tuần chui cồn ao từ một tiền bà bom ôn rap rap luôn này không biết là vậy mùi đã dứt bê chỉ mèo mỏng này bom ôn tha tôi kêu chúng trả ơi chúng chọn bên đây tay thế thì khi
ហើយខ្ញុំក៏មិនចង់ធ្វើអីទៀតដែរបងប្អូនហើយគ្មានអ្វីមួយចាស់យូរពេកសម្រាប់ព្រះអង្គសំខាន់គឺបើកាលណាបងប្អូនមិនបោះបង់បើកាលណាបងប្អូននៅតែចង់បន្តទៅមុខដោយភាពវិជ្ជមានបងប្អូនប្រកបជាទៅមុខជាមួយនឹងភាពជោគជ័យហើយម៉ូសេបាននិយាយទៅកាន់ព្រះអង្គនៅចំណុចទី2លោកថាដបងពីឈើមកខ្លាចជាពស់ហើយទៅចាប់ទៅពស់ខ្លាចជាដបងវិញហើយព្រះអង្គប្រកបទេប្រាប់ម៉ូសេទៅជាមួយដបងយកដបងហ្នឹងហើយបន្តដំណើរទៅមុខទៀតហើយម៉ូសេនៅតវ៉ាមួយព្រះអង្គទៀតនៅចំណុចទី2ដឹងហើយថាមានដបងមានជីវិតនៅដៃមានបច្ចេកទេសរបស់ព្រះនៅជាមួយប៉ុន្តែលោកម៉ូសេនិយាយទៅកាន់ព្រះថាខ្ញុំជាមនុស្សអត់ចេះនិយាយស្ដីខ្ញុំអត់មានប្រាជ្ញាស្មើនឹងពាក្យថាខ្ញុំអត់មានបញ្ញាអីទេខ្ញុំសូន្យប្រៀបធៀបនឹងគ្រូវត្តគ្រូសាលាគាត់ជាមនុស្សវោហាបកកាយនិយាយស្ដីចែកព្រះបន្ទូលវិញគេឲ្យកន្លះម៉ោងចែកដល់1ម៉ោងបងប្អូនហើយគ្មានអ្នកណាម្នាក់សុខបានទទួលប្រាជ្ញាមកពីព្រះទេតោះតែយើងសុំអាមែនតែរឿងលោកម៉ូសេនេះលោកអត់ចង់ទៅមុខទៀតទេលោកស្កប់ចិត្តនឹងខ្វៀលជាងមកកវិចនៅលើវាលហោស្ថានហ្នឹងឯងនៅផ្ទះពុកក្មេងខ្លួនហ្នឹងឯងនៅតែប៉ុណ្្នឹងចង់តែប៉ុណ្្នឹងទេមានតែលោកលែងចង់ឲ្យជីវិតលោកធ្វើអីក្នុងសង្គមទៀតហើយបើមើលពី background គាត់បើមើលពីការសិក្សារបស់គាត់ខ្ពង់ខ្ពស់ណាស់មកសេរៀនបានខ្ពង់ខ្ពស់គាត់ផ្លេចគាត់បោះបង់ចោលមកហើយគាត់និយាយប្រាប់ព្រះថាខ្ញុំលែងចេះនិយាយស្អីទាំងខ្លួនគាត់ជាមនុស្សដែលរៀនសូត្របានខ្ពង់ខ្ពស់កាពីសញ្ញាចាស់លោកម៉ូសេសរសេរច្រើនណាស់នៅបងប្អូនហើយកុំប្រាប់ខ្ញុំថាលោកម៉ូសេអត់ចេះប៉ុន្តែមនុស្សនៅពេលដែលឆ្អែតខ្លាំងពេកដែលរត់គេចជាបញ្ហាលែងចង់ប្រឈមមុខគេហៅថាជាមនុស្សបោះបង់ខ្លួនឯងចោលនៅពេលដែលត្រូវទៅធ្វើអីមួយធំរកឡើងប្រាប់ខ្លួនថាអូយខ្ញុំលែងចង់ធ្វើខ្ញុំឆ្អែតហើយខ្ញុំហាលរួចហើយរឿងអស់ហ្នឹងខ្ញុំលែងចង់ធ្វើទៀតហើយខ្ញុំលែងចេះហើយខ្ញុំមិនចេះខ្ញុំមិនចង់ធ្វើព្រះរំលឹកទៅកាន់លោកវិញនៅពេលដែលលោកម៉ូសេនិយាយបែបនេះលោកថាចេញដែរខ្ញុំជាមាត់អ្នកហើយខ្ញុំនឹងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវធ្វើអាមែននៅក្នុងកាពីនេះខាងម្នាក់ចំពោះ4ខ12ព្រះបន្ទូលរបស់ព្រះបាននិយាយថាម៉េចព្រះបានមានបន្ទូលទៅកាន់លោកម៉ូសេថាចូលចេញទៅណាពេលអ្នកនិយាយយើងនឹងនៅជាមួយអ្នកហើយយើងនឹងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវនិយាយអាមែនចូលចេញទៅព្រះអង្គនៅជាមួយអ្នកហើយព្រះអង្គនឹងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវនិយាយមានន័យថាម៉េចមានន័យថាព្រះអង្គជាបញ្ញារបស់អ្នកព្រះអង្គនឹងឲ្យប្រាជ្ញាមកកាន់អ្នកក្នុងការនិយាយក្នុងពេលដែលយើងគិតថាយើងអត់មានបញ្ញាយើងអត់មានចំណេះដឹងយើងល្ងឹតឈឹងយើងអត់មានអីទាំងអស់ព្រះអង្គមានបន្ទូលមកកាន់អ្នកបែបហ្នឹងខ្ញុំអត់ដឹងអ្នកណាទេប្រហែលជាខ្ញុំឬក៏អត់អ្នកបងប្អូននៅពេលដែលយើងគិតថាខ្ញុំគ្មានបញ្ញាទេព្រះអង្គគឺជាបញ្ញារបស់យើងអាមែនអាមែនបងប្អូនព្រះអង្គគឺជាបញ្ញារបស់អ្នកបងប្អូនព្រះអង្គប្រាប់យើងចេញទៅព្រះអង្គជាបញ្ញាព្រះអង្គនឹងប្រាប់យើងអំពីអ្វីដែលយើងត្រូវនិយាយអាហ្នឹងជាបញ្ញារបស់ព្រះអង្គពីព្រោះបងប្អូនត្រូវចាំថាពេលដែលគេធ្វើសម្ភាសរកបុគ្គលិកគេតែតែសួរអ្នកចេះអីខ្លះមែនទេវិញដល់នេះអ្នកចេះអីខ្លះរៀនបានអីខ្លះមានសញ្ញាបត្រអីអ្នកណាទទួលស្គាល់អ្នកណាជារៀបរំរបស់អ្នកយើងខំប្រឹងណាអូឯកសារយកទៅប្រាប់គេអូខ្ញុំរៀនបាននេះ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 អូគ្រូវត្តជារៀបរំរបស់ខ្ញុំអូល្អធ្វើការតែខែច្រើនតែបើអស់លោកអ្នកបងប្អូនអត់មានសញ្ញាបត្រធំអត់មានរៀបរំដ៏ល្អបងប្អូនមានព្រះអាមែនខ្ញុំចង់លើបងប្អូននិយាយថាអាមែន
បងប្អូនមានព្រះពីព្រោះព្រះជាសញ្ញាបត្រធំជាងគេព្រះអង្គជាសញ្ញាបត្រធំជាងគេបងប្អូនពិចារណាមើលសាវករបស់ព្រះអង្គភាគច្រើនជាអ្នកនេសាទត្រីជាអ្នកនេសាទត្រីអ្នកនេសាទអត់បានចូលសាលាទេអ្នកនេសាទអត់បានរៀនខ្ពង់ខ្ពស់ទេប៉ុន្តែនៅពេលដែលគេព្រមបម្រើព្រះហើយគេបានព្រមឲ្យមាត់របស់គេជាឧបករណ៍ដែលព្រះប្រើគេសុទ្ធតែជំនឿដែលពេញដោយបញ្ញាពេត្រុសអត់ចេះសូម្បីតែសេះអក្សរប៉ុន្តែព្រះប្រើពេត្រុសដល់កម្រិតមួយដែលពេត្រុសខ្លាចជាសសរនៃក្រុមជំនុំដើមសួរថាគាត់បានចូលសាកលវិទ្យាល័យដោយលោកបូលទេគាត់បានរៀនខ្ពង់ខ្ពស់ទេអត់ទេព្រះអង្គប្រើអ្នកដែលមិនចេះតែមានចិត្តព្រះអង្គជាបញ្ញារបស់គេបញ្ញារបស់ព្រះអង្គល្អបំផុតល្អជាងសាកលវិទ្យាល័យនៅលើលោកនេះអញ្ចឹងព្រះអង្គប្រាប់ទៅលោកម៉ូសេថាចុះចេញទៅយើងនៅជាមួយអ្នកហើយយើងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវនិយាយអាមែនព្រះអង្គបញ្ជាក់ច្បាស់ហើយច្បាស់ទៀតថាក្នុងឆ្នាំថ្មីនេះចូលចេញទៅជាមួយនឹងអ្វីដែលអ្នកមាននឹងដៃហើយធ្វើអ្វីដែលអ្នកចង់ធ្វើពីព្រោះព្រះអង្គគឺជាប្រាជ្ញាជួយដល់អ្នកបំភ្លឺដល់អ្នកនៅក្នុងគម្ពីរសុភាសិតបាននិយាយច្រើនពីប្រាជ្ញាមនុស្សដែលមានប្រាជ្ញាឆ្លើយតបនឹងបញ្ហាក្នុងភាពវៃឆ្លាតអាមែនមនុស្សអត់ប្រាជ្ញាគឺជាមនុស្សដែលឆ្លើយតបនឹងបញ្ហាបែបរហ័សលះបញ្ចប់បញ្ហាស្មើនឹងអត់ចង់ដោះស្រាយបញ្ហាបងប្អូនតាខ្ញុំតទេព្យាយាមបញ្ចប់បញ្ហាព្រមមួយគេឲ្យឆាប់ឲ្យរឿងនឹងចប់កាន់តែឆាប់មានន័យថាយើងអត់ចង់ដោះស្រាយបញ្ហានោះទេតែបញ្ញាដែលមកពីព្រះមិនមែនអញ្ចឹងទេដោះស្រាយបញ្ហារស់នៅជាមួយវាជាផ្នែកមួយនៃការទទួលស្គាល់អត់តិចវែងហើយបន្តដំណើរទៅមុខទៀតនោះជាភាពវៃឆ្លាតរបស់មនុស្សអាមែនពីព្រោះរឿងជាច្រើនណាស់បងប្អូនអរណាបងប្អូនគ្មានលទ្ធភាពទៅបដូរវាទេវាបានកាត់ឡើងហើយហើយខ្ញុំនិយាយអញ្ចឹងមែនយើងមានលទ្ធភាពទៅអតីតកាលរបស់យើងហើយលុបចោលអ្វីយើងធ្លាប់ធ្វើខុសឲ្យវាស្អាតសល្អឡើងវិញនោះទេបងប្អូនហើយខ្ញុំគ្មានលទ្ធភាពទេខុសហើយខុសទៅគេអាចនិយាយពីរឿងអាក្រក់រឿងខុសរបស់យើងឲ្យគេនិយាយចោះកុំឲ្យតែព្រះនិយាយអាក្រក់ពីយើងបានហើយអាមែនមនុស្សគេបន្តនិយាយពីយើងនិយាយទៅបងប្អូនខ្វល់គេថាអូយើងពោះម៉ាយចំហាយដែរប្តីមានកូនមានអីអត់មានប្តីមានអីឲ្យគេនិយាយទៅកុំខ្វល់ព្រោះបងប្អូនគ្មានលទ្ធភាពចូលទៅអតីតកាលដែលលុបវាចោលទេតែអ្វីដែលសំខាន់ព្រះអង្គមានបន្ទូលប្រកាន់យើងនៅព្រឹកនេះថាចូលចេញទៅព្រះអង្គនៅជាមួយអ្នកហើយព្រះអង្គនឹងប្រាប់អ្នកអំពីជីវិតដែលត្រូវរស់យ៉ាងម៉េចអាមែនព្រះអង្គនឹងប្រាប់អ្នកថាអ្នកត្រូវនិយាយអីអ្នកត្រូវធ្វើអីនោះព្រះអង្គប្រាប់យើងហើយបើកាលណាព្រះអង្គឡើងប្រាប់យើងអានឹងចាំយើងភ័យបើព្រះអង្គនៅតែយកចិត្តទុកដាក់vớiបងប្អូនកុំភ័យអាមែនអាមែនបងប្អូនបាទចឹងទី1យើងមានអីនឹងដៃទី2អ្នកណាជាបញ្ញារបស់យើងដឹងហើយព្រះហើយទី3អ្នកណាធានារ៉ាប់រងរឿង3នោះសំខាន់ណាស់ក្នុងជីវិតរបស់យើងដើមទុនប្រាជ្ញាហើយអ្នកធានាយើងអាមែនទេបើយើងមនុស្សម្នាក់មានរឿងហ្នឹងមានការហ្នឹង3ក្នុងជីវិតយើងឡើងសូវព្រួយហើយចឹងការទី3ដែលខ្ញុំនិយាយទៅដល់បងប្អូននៅព្រឹកនេះគឺអ្នកណាធានារ៉ាប់រងបងប្អូនបើខ្ញុំចេញទៅបេសកកម្មគ្រូថាសារាចាយបានចាយទៅកុំខ្វល់យើងមានលុយខ្ញុំមានតែខ្វល់ទៀតបើសិនជាយើងមានការធានាមួយដែលរឹងមាំអ្នកណាម្នាក់ធានារបស់ឲ្យយើងជាទីបង្អែករបស់យើងបងប្អូនប្រកាសជាទៅជាមួយនឹងទំនុកចិត្តអាមែនទៅជាមួយទំនុកចិត្តអាមែនទេ
ប្រទេសមួយកំពុងវាយយើងខ្លាំងនេះហេតុអីគេហ៊ានវាយយើងដល់ចំណុចខ្ទេចខ្ទីអស់លេងដោយសារគេមានសម្អាងទាំងសេដ្ឋកិច្ចក៏គេខ្លាំងជាងយើងគ្រឿងសព្វាវុធក៏គេខ្លាំងជាងយើងជនជាតិមនុស្សនៅក្នុងប្រទេសគេក៏ធំជាងយើងគេសម្អាងអស់ណាស់ផ្ទៃដីគេក៏ធំជាងយើងចឹងកាលណាមានការធានាបែបនេះគេអត់ខ្លាចយើងទេអាមែនយើងដូចគ្នាដែរអ្នកណាជាអ្នកសម្អាងជាអ្នកធានាយើងអ្នកណាគេពីណាគេជាអ្នកធានាយើងបងប្អូនចាប់បាននៅជាមួយខ្ញុំហើយអាមែននៅក្នុងនេះខមណាងចំពុកបាទនេះខមណាងចំពុកអីគេ4ដដែលហ្នឹងគឺខ15ព្រះអង្គធានាប្រាប់ម៉ូសេព្រះអង្គប្រាប់ម៉ូសេថាទៅព្រះអង្គធានាព្រះអង្គនៅជាមួយព្រះអង្គគង់នៅជាមួយព្រះអង្គនឹងការពារគ្មានឲ្យការណាមួយអាក្រក់កើតឡើងលើម៉ូសេទេអ្នកទៅជាមួយនឹងលោកអរ៉ុនអ្នកចេញទៅជួបផារ៉ាបងប្អូនអើយរៀនសម្ាញ់ដូចម៉ូសេខ្វៀលជាមឡើង40ឆ្នាំសុកឲ្យបោះស្ដាច់លោកហើយណាមិនខ្វល់ណាមិនភ័យមែនទេឥឡូវសម្ាញ់មើលទោះបីយើងធ្លាប់រៀនខ្ពស់ខ្ពស់ចំណេះដឹងខ្ពស់ប៉ុណ្ណាហើយ40ឆ្នាំមកតែចូលសង្គមសោះ40ឆ្នាំឲ្យគត់នៅលើវារហោស្ថានសូម្បីតែពាក្យនិយាយនេះនិយាយមិនច្បាស់មកឡើងតឡាំគិតមើលតែព្រះជាសំអាងគាត់ព្រះអង្គជាបំផែកគាត់ព្រះអង្គធានាគាត់ទៅកុំភ័យយើងនៅជាមួយអ្នកយើងការពារអ្នកយើងឃុំគ្រងអ្នកលោកម៉ូសេលោកបោះជំនាញចេញទៅពីម្នាក់ដែលអត់មានទំនុកចិត្តពីម្នាក់ដែលអត់មានការសេចក្តីក្លាហានពីម្នាក់ដែលបោះបង់ខ្លួនឯងចោលពីម្នាក់ដែលចាត់ទុកខ្លួនឯងថាជាមនុស្សឯកោបំផុតនៅលើលោកឥឡូវនេះលោកបោះជំនាញចេញទៅនេះមិនមែនទៅរកអ្នកណាទេទៅរកផារ៉ោជាសត្រូវចាស់របស់ខ្លួនលែងមានភាពរញរានៅក្នុងជីវិតអស់អ្នកបងប្អូនពេលខ្លះអាចធ្លាក់ដល់ចំណុចម៉ូសេដែរពីម្នាក់ធ្លាប់តែរីករាយធ្លាប់តែញញឹមធ្លាប់តែស្រស់បោះធ្លាប់តែវិជ្ជមានប៉ុន្តែពេលដែលបងប្អូនបោះបង់ខ្លួនឯងចោលបងប្អូនលែងមានទំនុកចិត្តបងប្អូនលែងមានភាពជឿជាក់បងប្អូនខ្លាចជាមនុស្សឯកោលែងចង់និយាយរឿងអ្នកដទៃលែងចង់មានទំនាក់ទំនងជាមួយអ្នកដទៃបងប្អូនឃុំខ្លួនឯងបងប្អូនប្រាប់ខ្លួនឯងថាខ្ញុំមិនស័ក្តិសមខ្ញុំមិនអាចធ្វើបានខ្ញុំជាជនបរាជ័យថ្ងៃនេះខ្ញុំប្រាប់បងប្អូនគ្មានអ្វីដែលព្រះធ្វើមិនបានទេអាមែនគ្មានអ្វីដែលព្រះធ្វើមិនបានទេសំខាន់ព្រះអង្គគឺជាបំឯករបស់អ្នកបងប្អូនព្រះអង្គប្រាប់ឲ្យចេញទៅហើយធ្វើព្រះអង្គនៅជាមួយព្រះអង្គគ្រប់គ្រងព្រះអង្គការពារអាមែនហើយខចុងក្រោយដែលខ្ញុំអាននៅអ្នកបងប្អូនស្ដាប់នៅក្នុងនេះខមនីចំពោះខ17ព្រះគម្ពីរបានថាចូលកាន់ដំបងនេះទៅជាមួយដោយសារដំបងនេះអ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងជាច្រើនខ្ញុំផ្ដើមពីព្រះបន្ទូលព្រឹកនេះពីពាក្យដំបងបង្ហាញពីសិទ្ធិអំណាចដំបងបង្ហាញពីការអស្ចារ្យដំបងគឺបង្ហាញពីភាពជោគជ័យហើយខ្ញុំបញ្ចប់នៅព្រះបន្ទូលព្រឹកនេះជាមួយនឹងដំបងដដែលដល់អ្នកបងប្អូនកាន់ទៅជាមួយបងប្អូនដំបងនេះនឹងធ្វើការអស្ចារ្យជាច្រើននៅក្នុងជីវិតបងប្អូនទាំងគ្នាអាមែនពីព្រោះដំបងនេះឯងដែលបងប្អូនមាននៅដៃនេះឯងគឺជាដើមទុនដ៏ធំបំផុតឆ្នាំបងប្អូននៅក្នុងពេលវេលាដែលបងប្អូននៅហើយពេញមួយឆ្នាំ2026ខាងមុខនេះបងប្អូននឹងជួបរឿងជាច្រើនតែបងប្អូនមិនរំពឹងថាវាកើតឡើងតែកុំភ័យដំបងដែលអ្នកកាន់នៅនឹងដៃដំបងនោះឯងនឹងធ្វើទីសម្គាល់នឹងការអស្ចារ្យជាច្រើនហើយខ្ញុំជឿចិត្តពាក្យមួយតែបងប្អូនម្នាក់ដែលធ្វើដំណើរvớiខ្ញុំនៅលើឡានសុកគាត់និយាយពាក្យនោះចេញមកធ្វើបានការលើកទឹកចិត្តដល់ខ្ញុំគាត់ថា
tí na cả lại là miền ca biến biến ca cùng đường của hai tí nung nung miền ca hơi chụp lại cả lại amen amen không bồn đi mua bây giờ ca này duyên ai ca tập bộ vài bành hà này ai thuê ca ba cha mà cả và hai giờ này bom ôn chưa có ông du hải bom ôn rô khơi thai ông nghe như vậy ông nghe play ta đái ta đái tại bưng đi trong lòng đất bom ôn này luôn trong thang đời xa tại viên ta đá hai mình mấy đời xa tại dương mình rôm bo chồng hiên chừng ngồi nè càng vâng ăn được vào hãy bây giờ nói thằng lưới để trong a này bom ôn đây chỉ chồng nói ti môi đam tôn cứ chưa đồng bộ ti pi của ông chưa bật nhà ti bay của ông cứ chưa bằng ai bỏ ông chỉ nè thì đi gì bom ôn luôn đây chồng mình càng bay nè miền Nam tôn mong bị bóng miền Bắc Nha mong bị bóng hai bọn ông ti bằng ai bom ôn trên tay chồng ông nâng mình phơi bom ôn bắt tay chật lại bom ôn là khai chỉ một đẹp phải tranh phố cái kỳ mà mình ta sống phố cái kỳ này amen amen không chắc trong niệm trong chỉ kêu mình nè kêu mỏng rau chúng mình kêu bom ôn ở đây trên chỉ tràn chấm chọc anh phố thì càng là bom ôn ai bom ôn từ tu phố này mong bị pre cứ chỉ ca đây tập tu này đàn tuấn bật nhá hai nền càng thì đi amen và bom ôn như bay đi cho bom ôn pin làm đi mình sang cào tiên sang mà tiên mà đo tiên bom ôn đừng mình phạt hao bom ôn đừng luôn đây chúng mình kia phải chúng mình về bom ôn chuông lên tục thấy bom ôn đừng lắc luôn ai tha khiếp miên ấy nền tay chồng bom ôn ấy có miên đá bom ôn miên prem tu amen bom ôn miên prem tu bảo prem hãy vô prem tu bảo ông đặt nền tay hai này dây thì càng phải nhà bom ôn chụp nung bom ôn đừng cho cắt đi bom ôn ở chụp màu tại vì bom ôn chụp hai bom ôn kịch bom ôn mình chụp phiếp chụp chảy đồng chí vật rồi sao là phê chụp kịch chất đo lại là thời tập tuôn khuôn chơi hết bom ôn kịch bạc đấy chân ca su tròn thông được không trong nứa cứ nâng ăn tập tuôn khuôn chơi rồi mà amen đấy xong cao cho lại